អ្នកទាំងអស់គ្នាសួស្តីគណៈកម្មការហើយនិងសហគ្រិនទាំងអស់គ្នានាងខ្ញុំឈ្មោះឡៃស្រីដែតមកពីបាលីវីឡាកំពតអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើបទបង្ហាញខ្ញុំចង់សួរថាមានអាគេស្គាល់ឈ្មោះបាលីវីឡាកំពតអត់អូខេអញ្ចឹងសម្រាប់អ្នកដែលអត់ស្គាល់មានច្រើនដែរអញ្ចឹងថ្ងៃនេះគឺជាឱកាសមួយសម្រាប់បងប្អូនទាំងអស់គ្នាបានដឹងបន្ថែមពីបាលីវីឡាកំពតអញ្ចឹងបាលីវីឡាកំពតគឺជាresort មួយនៅក្នុងខេត្តកំពតហើយខ្ញុំគឺជាប្រធានផ្នែកខាងទីផ្សារនៅក្នុងបាលីវីឡាកំពតអញ្ចឹងឥឡូវចូលមកដល់ពងសាវតារបស់បាលីវីឡាកំពតយើងអញ្ចឹងបាលីវីឡាកំពតហ្នឹងកើតឡើងនៅពេលដែល founder របស់យើងហើយខ្ញុំគឺជា co-founder នៅពេលដែលយើងទាំងពីរនាក់ហ្នឹងបានធ្វើដំណើរកម្សាន្តទៅកាន់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ីអញ្ចឹងពេលហ្នឹងគឺយើងមានការ stress ខ្លាំងយើងបានធ្វើដំណើរកម្សាន្តទៅកោះបាលីប្រទេសឥណ្ឌូនេស៊ីហើយយើងបានសង្កេតឃើញថាកោះបាលីប្រទេសឥណ្ឌូនេស៊ីហ្នឹងគឺមានភាពស្រស់ស្អាតមានភាពស្រស់ត្រកាលប៉ុន្តែបើសិនជាយើងកលែងមកឃើញខេត្តកំពតរបស់យើងវិញគឺថាគឺមានសក្តានុពលដូចគ្នាគ្រាន់តែយើងកែច្នៃអញ្ចឹងនៅពេលហ្នឹងហើយដែលយើងមានសុបិនមួយថាយើងនឹងបង្កើតកោះបាលីនៅក្នុងខេត្តកំពតប៉ុន្តែមិនចាំបាច់ឲ្យអ្នកទាំងអស់គ្នាធ្វើដំណើរឆ្ងាយនិងចំណាយលុយច្រើនហើយមួយទៀតនៅពេលហ្នឹងគឺជាកំឡុងពេល COVID-19 ក៏ជាកាតាលីករមួយដែលជំរុញឲ្យ founder របស់យើងបង្កើតបាលីវីឡាកំពតនេះផងដែរនេះគឺជាប្រភេទបន្ទប់នៃបាលីវីឡាកំពតទី1គឺប្រភេទបឹងកាឡូមានមួយបន្ទប់ក្រែ2អាចគេងបាន4នាក់និងប្រភេទបន្ទប់ទី2គឺបឹងកាឡូ2បន្ទប់ដែលយើងអាចគេងរហូតបានដល់6នាក់ហើយនឹងប្រភេទបន្ទប់ចុងក្រោយគឺជាវីឡាដែលមានទំហំធំមានបន្ទប់គេងរហូតដល់ទៅ3អាចដាក់គ្នាពី10នាក់ទៅ15នាក់ហើយនឹងមាន private pool full furnished kitchen and living roomនៅក្នុងបាលីវីឡាកំពតយើងពេលមកដល់មិនបានត្រឹមតែសម្រាប់ទេយើងអាចធ្វើសកម្មភាពជាច្រើនទៀតដូចជាការបាញ់ធ្នូការជិះម៉ូតូកាយ៉ាការបាញ់ធ្នូការជិះទូកកាយ៉ាការស្ទូចត្រីការជិះម៉ូតូកង់4 pool party and barbecue party ជាដើមហើយនេះគឺជាទេសភាព overview ពីខាងលើរបស់បាលីវីឡាកំពតរបស់យើងហើយបើសិនជាភ្ញៀវណាដែលគាត់ត្រូវការម្ហូបអាហារជាមុនគាត់ក៏អាចកំងបានដែរ